ការដែលខ្ញុំតរៀននៅវិក្កាមនេះយកដែលមានកង់ឯចំណានហ្នឹងគឺយើងដើរតរៀនមួយមិត្តភ័ក្តិនៅក្នុងភូមិហើយសភើយើងដាក់តថងឯឆ្លៀតតនេចេញពីការសិក្សាថ្ងៃសៅរ៍អាទិត្យក៏ខ្ញុំជួយម្ដាយខ្ញុំសម្រាប់តងរបស់ដែរខ្ញុំគិតថាខ្ញុំបានរៀនចប់ទី12ក៏ដោយសារគុណតម្លៃនៃការតបាយរបស់ម្ដាយខ្ញុំដែរគាត់បានតបាយទៅបីកាលហ្នឹងក៏មកថោកមកកណាត់តាម1000អីទេជំរាបសួរខ្ញុំឈ្មោះកូនហ៊ីងគឺជាស្ថាបនិកនៃការបង្កើតសហគមន៍តម្បាញតាអានដែលយើងធ្វើការផ្ទាល់ជាមួយនឹងស្ត្រីតម្បាញនៅក្នុងភូមិហើយបច្ចុប្បន្ននេះយើងមានស្ត្រីស្រាប់ចំនួន3ភូមិមានភូមិតាអានតឡឹងហើយនិងភូមិកន្ទួតដែលជាស្ត្រីគាត់ត្បាញបច្ចុប្បន្ននៅក្នុងក្រុមរបស់យើងតើតើជាមួយនឹងការនៅពីក្មេងអ្វីដែលខ្ញុំធំដឹងក្តីមកខ្ញុំគិតថាមានការលំបាកច្រើនគួរសមដែរមែនទេថានៅពីទូខ្ញុំមកចូលចិត្តការត្បាញនឹងទេដោយសារតែការត្បាញវាពិបាកយើងធ្វើម្ដងមកតែសៃម្ដងមកតែសៃអញ្ចឹងវាធ្វើឲ្យយើងជាក្មេងចំណេះហ្នឹងគឺយើងចូលចិត្តគាត់ឲ្យយោបល់ខ្ញុំថាបើចង់ទៅរៀនមានតែប្រឹងធ្វើការជួយការងារផ្ទះគាត់នៅផ្ទះទៅហើយឆ្លៀតតនេទៅដាំបន្លែខ្ញុំរៀនទី7ចូលទី8ហ្នឹងខ្ញុំបានទៅដាំបន្លែដាំតសក់ដើម្បីលក់យកលុយហ្នឹងមករៀនប៉ុន្តែកាលនោះសម្រាប់ខ្ញុំទោះបីជាគ្រួសារខ្ញុំលំបាកប៉ុន្តែខ្ញុំអត់ដែលមានចិត្តថាបោះបង់ការសិក្សាឬក៏យើងអត់ដែលមានចិត្តថាតូចចិត្តក្នុងនាមយើងកើតមកគ្រួសារក្រីក្រអត់មានទេអ្វីដែលយើងដឹងគឺយើងចង់ទៅរៀនយើងប្រឹងទៅរៀនការដែលខ្ញុំតរៀននៅវិក្កាមនេះយកដែលមានកង់ឯចំណានហ្នឹងគឺយើងដើរតរៀនជាមួយមិត្តភ័ក្តិនៅក្នុងភូមិហើយសភើយើងដាក់តថងឯឆ្លៀតតនេចេញពីការសិក្សាថ្ងៃសៅរ៍អាទិត្យក៏ខ្ញុំជួយម្ដាយខ្ញុំសម្រាប់តងរបស់ដែរជារឿងដែលយើងធ្វើរាល់ថ្ងៃគឺគាត់តែងតែហៅកូនគាត់មកឲ្យជួយត្បាញជួយតងរបស់ឬក៏ជួយផាន់របស់ដែលមូលហេតុដែលខ្ញុំសម្រេចចិត្តថាខ្ញុំចង់ទៅរៀនសៀមរាបយើងចង់រកចំណូលដោយខ្លួនឯងអាចថាខ្ញុំជាក្មេងម្នាក់ដែលស្វែងយល់សិក្សារាល់ការដែលមានភាពលំបាកនៅក្នុងគ្រួសារគឺខ្ញុំអត់បន្ទោសអ្នកណាទេប៉ុន្តែគឺយើងប្រឹងជួយគ្រួសាររបស់យើងអញ្ចឹងខ្ញុំក៏ចិញ្ចឹមចិត្តថាខ្ញុំអត់នៅផ្ទះទេបើខ្ញុំនៅផ្ទះអាចនឹងទៅថៃឬក៏អាចនឹងរៀបការវាជាកត្តាពីរដែលខ្ញុំអត់ចូលចិត្តទាំងអស់សន្សំចិត្តដឹងរៀនចប់សិនណាទៅណាទៅមិនដឹងទេដឹងរៀនចប់សិនវាជាសំណាងមួយដែលពេលដែលខ្ញុំរៀនថ្នាក់ទី12គឺយើងមានអង្គការ PP មួយដែលគាត់ផ្ដល់រហ័សប្រកបអញ្ចឹងយើងក៏ដាក់ពាក្យបំពេញគ្រប់លក្ខខណ្ឌទៅក៏ជាប់អាហារូបករណ៍ទៅរៀន4ឆ្នាំនៅសៀមរាបខ្ញុំគិតថាខ្ញុំបានរៀនចប់ទី12ក៏ដោយសារគុណតម្លៃនៃការតបាយរបស់ម្ដាយខ្ញុំដែរគាត់បានតបាយទៅបីកាលហ្នឹងក៏មកថោកមកកណាត់តាម1000អីទេប៉ុន្តែដោយសារតែគាត់បានប្រឹងជំរុញកូននៅទៅរៀនខ្ញុំគិតថាវាជាគុណតម្លៃមួយដែលខ្ញុំនឹងប្រើប្រាស់រឿងរ៉ាវទាំងអស់នេះចង់ឲ្យក្មេងៗជំនាន់ក្រោយគាត់បានឱកាសតាមសិក្សាចឹងគ្រួសារគាត់តែមានសេដ្ឋកិច្ចមួយដែលទទួលយកបានគ្រាន់បើដើម្បីគាត់មានលទ្ធភាពជំរុញកូនទៅរៀនខ្ញុំសប្បាយចិត្តទៅកូនដែលបានមកជួយក្នុងភូមិនេះឲ្យមានមុខរបរយ៉ាងរោតែកូនក៏រៀនចៅក៏រៀនទៅផ្នែកពីណាបានមិនទាម៉ាមិនទាម៉ែចុះបើម៉ែអត់ការងារមានលុយពីណាឲ្យកូនរៀនវាទៅទាពីណាទៅម៉ាពីពឿនម៉ា10000មកម៉ាអត់ការងារធ្វើអញ្ចឹងចេះអត់មានអុយជួយចៅរៀនទេតែបានអញ្ចឹងឯងបានកូនរៀនចៅរៀនទៅបន្តទៅមុខទៀតឲ្យកូនខំប្រឹងប្រែងស្វែងរកភ្ងាវដើម្បីនឹងបានភូមិនេះឲ្យមានមុខរបរពង្រីកកាន់តែធំវាកាន់តែជ្រើការងារតបាញ់ច្រើននេះមានអញ្ចឹងវាអាចជួយកាត់បន្ថយការដែលពួកខ្ញុំនៅថាអត់មានការងារអីធ្វើទោះអីពួកខ្ញុំអត់បានទៅណាទេអញ្ចឹងទៅពួកខ្ញុំនៅក្នុងស្រុកពួកខ្ញុំមិនបានទៅណាគឺពួកខ្ញុំមានការងារតបាញ់នេះឯងនឹងដោះដូរដែលថាសម្រាប់ដែលយើងទីទួលអត់មានអីការខ្វះខាតគិតពីការចាប់ផ្ដើមអាជីវកម្មដំបូងវាមានការពិបាកខ្លាំងគួរសមដែរពី skill របស់ខ្ញុំក៏អត់មានទាំងអស់ពីចំណេះដឹងពី background របស់ខ្ញុំក៏អត់មានរឿងអាជីវកម្មសុទ្ធប្រជុំមួយពួកគាត់អត់លំបាកដោយសារតែខ្ញុំធ្វើការនៅក្នុងផ្នែកសហគមន៍ស្រាប់អញ្ចឹងយើងប្រាប់ពីគោលដៅរបស់យើងចង់បានអីបែបណាពោះអាជីវកម្មនេះយើងខុសពីអាជីវកម្មផ្សេងទៀតដែលយើង support director សហគមន៍ទាំងស្រុងបើនិយាយពីបច្ចុប្បន្ននេះអាជីវកម្មរបស់ខ្ញុំមិនមែនជួយគ្រួសាររបស់ខ្ញុំទេគឺជួយសហគមន៍ដំបូងនៅពេលដែលយើងជួបមួយពួកគាត់លំបាកបំផុតគឺការដែលធ្វើអ្វីដែលជាតម្រូវការរបស់អតិថិជនអញ្ចឹងពួកគាត់ធ្លាប់ធ្វើជារបៀបដែលគាត់ធ្វើគឺគាត់ធ្វើតាមអីដែលគាត់ដឹងទេប៉ុន្តែនៅពេលដែលយើងយក standard របស់អតិថិជនមកកំណត់ឲ្យពួកគាត់ធ្វើវារាំងពិបាកទាំងគុណភាពទាំងការកំណត់ពឿក៏ដូចជាຂະຫນាតប្រវែងគឺគាត់លំបាកភ្ញៀវក៏ order អវ៉ាន់មួយអញ្ចឹងគឺ start monitor ក៏បាននៅលើខ្ញុំទាំងអស់ត្រឹមបាន product នេះវាចេញទៅឲ្យភ្ញៀវបានគឺនៅលើការ control របស់ខ្ញុំទាំងអស់ពួកយើងចង់ប្រកាសថា product របស់យើងគឺមានគុណភាពពេញចិត្តរបស់អតិថិជនហើយសម្រាប់ភ្ញៀវទៀតសោតក៏ដំបូងយើងមានការលំបាកដែរព្រោះយើងអត់មាន
background business ក្នុងការនិយាយទេយើងសង្រៀលតែពេលដែលយើងបានធ្វើវាពីមួយពេលយើងមានតិចនិចយើងចេះនិយាយមួយភ្ញៀវយើងចេះណែនាំនិយាយថាយើងយល់ពីភ្ញៀវបានលឿនពីអ្វីដែលគាត់ចង់បានជាងពីលើកមុនតើតោងមួយនឹងដំណើរការនៃការបានកសែងមួយកណាត់នេះឬក៏យើងហៅកម៉ាអំបោះរបស់យើងគឺយើងរៀបដូចមិញដូចយើងឃើញអញ្ចឹងយើងដឹងថាយើងត្រូវការពណ៌មិនមួយអីមកយើងសិតចំនួនសិតអីចឹងទៅទុំទៀតយើងដើរតោងរបស់ហើយយើងចាប់ផ្ដើមចាក់ថ្មិញពេលទៅចាក់ថ្មិញហើយដើម្បីវាស់មើលថាកសែងនៃកត់តោងនោះវាគ្រប់ចំនួនຂະຫນាតដែលយើងចង់បានហើយនៅបើនៅកត់តោងថែមបើលើសក៏ដកចេញអញ្ចឹងបន្ទាប់ពីនឹងហើយគាត់ចាប់ផ្ដើមមូអំបោះចូលក្តារយើងមកក្តារប្រទេសយើងប៉ុណ្នេះហ្នឹងវែងបើទាំងកពីជាន់ធម្មតាក៏តកលើ2ក្រោម2អញ្ចឹងវា4តកតែតោងមួយនឹងកម្មវិធី iStory គឺជាកម្មវិធីថ្មីសម្រាប់ខ្ញុំដែលខ្ញុំមិនដែលបានរៀនអំពីអ្វីទៅដែលហៅថានិវេនវត្តទេអញ្ចឹងដល់ពេលដែលខ្ញុំចូលមកខ្ញុំបានដឹងថាពាក្យថានិវេនវត្តគឺជាការផ្លាស់ប្ដូរអ្វីមួយថ្មីទាំងសេវាកម្មទាំងទំនិញឬក៏ process នៅក្នុងដំណើរការអាជីវកម្មហ្នឹងអញ្ចឹងខ្ញុំបានយល់ស៊ីចំណុចថាតើការកែច្នៃបែបណាដែលហៅថានិវេនវត្តឬក៏ការផ្លាស់ប្ដូរបែបណាដែលហៅថានិវេនវត្តអញ្ចឹងបន្ទាប់ពីយើងបានចូលរៀនពីមួយមេរៀនទៅមួយមេរៀនធ្វើឲ្យយើងដឹងថាការកែប្រែនឹងគឺជួយឲ្យអាជីវកម្មរបស់យើងប្រសើរឡើងពាក្យថានិវេនវត្តគឺការកែច្នៃការកែប្រែពីអ្វីដែលយើងអាចធ្វើមកធ្វើសោះទាំង process ដំណើរការក៏ជា product ឬក៏ service របស់យើង